ធម្មពលពិតជាមានសារៈសំខាន់បំផុតសម្រាប់ពិភពលោករបស់យើងហើយយើងត្រូវការវាជាចាំបាច់និងគ្រប់ពេលវេលាសម្រាប់សកម្មភាពប្រចាំថ្ងៃដូចជាការចម្អិនអាហារបរិភោគការបំពេញការងារការធ្វើដំណើរការទស្សនាកម្សាន្តនិងសកម្មភាពផ្សេងៗជាច្រើនទៀតហើយបច្ចុប្បន្នការកកើនឡើងនៃតម្រូវការធម្មពលនៅទូទាំងពិភពលោកកាន់តែច្រើនឡើងដូច្នេះតើយើងធ្វើដូចម្តេចដើម្បីបំពេញនៅតម្រូវការនេះធម្មពលភាគច្រើនរបស់យើងបានមកពីឥន្ធនៈហ្វូស៊ីលហើយវាបានបង្កផលប៉ះពាល់ក្នុងការបំពុលនិងបំផ្លាញបរិស្ថានបង្កការប្រែប្រួលអាកាសធាតុនិងមានគ្រោះថ្នាក់ដល់សុខភាពមនុស្សដូច្នេះជម្រើសដែលល្អបំផុតគឺធម្មពលកកើតឡើងវិញឬធម្មពលដែលផលិតចេញពីប្រភពដែលមិនរីងស្ងួតប្រភេទធម្មពលកកើតឡើងវិញរួមមានដូចជាធម្មពលពន្លឺព្រះអាទិត្យធម្មពលដើរដោយកម្លាំងខ្យល់និងវារីអគ្គិសនីដែលបាននាំមកនូវអត្ថប្រយោជន៍ដល់បរិស្ថានសង្គមនិងសេដ្ឋកិច្ចលើសពីនេះក៏បានជួយបង្កើតការងារជាច្រើនផងដែរជាង 2000 ឆ្នាំមុនជនជាតិក្រិកបុរាណបានប្រើធម្មពលទឹកក្នុងការបង្វិលកង់ដើម្បីកិនស្រូវហើយបច្ចុប្បន្ននេះវារីអគ្គិសនីបានក្លាយជាប្រភពធម្មពលកកើតឡើងវិញដ៏ធំបំផុតលើពិភពលោកដែលយើងអាចឃើញភាពជោគជ័យនៃវារីអគ្គិសនីនៅតាមប្រទេសនានានៅទូទាំងពិភពលោកស្ថានីយ៍ធម្មពលវារីអគ្គិសនីបំលែងកម្លាំងទឹកហូរទៅជាធម្មពលអគ្គិសនីនិងដើម្បីថែរក្សាប្រព័ន្ធអេកូស៊ីការហូរទឹកតាមទន្លេធម្មជាតិក្នុងចន្លោះរវាងទំនប់និងស្ថានីយ៍ត្រូវរក្សាឲ្យនៅលើកម្រិតអបបរមាមួយដែលបានកំណត់ជាមុនវាមានភាពបត់បែនខ្ពស់ដែលអាចបញ្ឈប់ការហូរទឹកនៅពេលមិនចាំបាច់និងអាចបញ្ចេញទឹកនៅពេលត្រូវការថាមពលហើយថែមទាំងអាចផលិតអគ្គិសនីបានយ៉ាងលឿនដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងពេលមានការប្រើប្រាស់កើនឡើងមិនត្រឹមតែអាចផលិតអគ្គិសនីតែប៉ុណ្ណោះទេស្ថានីយ៍ថាមពលវារីអគ្គិសនីក៏អាចជួយគ្រប់គ្រងទឹកសម្រាប់ធ្វើកសិកម្មគ្រប់គ្រងទឹកស្អាតសម្រាប់ការប្រើប្រាស់និងការគ្រប់គ្រងទឹកជំនន់ផងដែរវារីអគ្គិសនីនៅតែជាឧបករណ៍ស្នូលសំខាន់សម្រាប់ការអភិវឌ្ឍថាមពលប្រកបដោយចីរភាពរបស់ផែនដីដូច្នេះប្រសិនបើយើងចង់ផ្លាស់ប្ដូរពីប្រេងឥន្ធនៈហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញវារីអគ្គិសនីនឹងជាប្រភពថាមពលស្នូលសំខាន់បំផុតក្នុងដំណើរនេះក្រុមហ៊ុន Snytech ដែលជាក្រុមហ៊ុនឈានមុខគេលើវិស័យថាមពលកកើតឡើងវិញដែលបានអភិវឌ្ឍលើគម្រោងថាមពលពន្លឺព្រះអាទិត្យនិងប្រព័ន្ធអគុយស្តុកថាមពលមុនគេក្នុងប្រជាជាតិកម្ពុជានិងបន្តដំណើរជានិរន្តរ៍តាមចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍលើវិស័យថាមពលកកើតឡើងវិញបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពនិងវិសាលភាពក្នុងការផលិតថាមពលអគ្គិសនីជូនអគ្គិសនីជាតិនិងស្របតាមគោលការណ៍រាជរដ្ឋាភិបាល